បាទសួស្តីបងប្អូនឆ្នាំនេះខ្ញុំប្រាប់បងប្អូនណាបាទបងប្អូនឃើញដើមវាហើយឆ្នាំហ្នឹងយើងអាចយកទៅដាក់ដាំហូបពេលយប់ព្រលប់អីយើងពឺតថ្មិញឬមួយយើងពឺតបុកអីឆ្នាំហ្នឹងបងប្អូននឹងឲ្យយកវាទៅដាក់ដាំទឹកហូបទៅពេលយើងទៅរកឆ្នាំរយមិនតាន់ហ្នឹងបងប្អូនអាចយកវាទៅដាក់ដាំហូបបានអានោះវានៅទៅបែបផ្ទះយើងបងប្អូនមើលច្បាស់ណាបងប្អូនបាទមើលឆ្នាំហ្នឹងណាហ្នឹងហើយបងប្អូនយកវាទៅដាំទឹកហូបឬមួយយកទៅដូចថាយើងពឺតថ្មីពឺតអីយើងបុកវាណាបងប្អូនបុកវាហើយដាក់ហូបបាទអឺបុកវាហើយដាក់ស្រស់ទឹកហើយយើងហូបច្រឡំមិញបងប្អូនបាទណាឆ្នាំហ្នឹងបងប្អូនមើលហើយណាហើយទឹកស៊ីជើងប្រកែលេខ1ខាងខេត្តភាសាបងប្អូនបាទហើយលាបទៅលើជើងយើងទៅបាទទឹកស៊ីជើងស៊ីអីហ្នឹងលាបទៅវាអាចបាត់ហើយnóiបងប្អូនមើលច្បាស់ស្គាល់ដើមវាចំណាំវាអញ្ចឹងរៀងអញ្ចឹងបាទនៅកន្លែងណាក៏មានដែរបងប្អូនឲ្យតាមជនបទបាទនៅស្រុកខ្មែរយើងភាគច្រើនអ្នកទលេគេមកដកបងប្អូនដកវាយកទៅបុកជាមួយថ្នាំខ្លាំងបាទគេដាក់អនលាបជើងគេឬមួយដាក់ជាមួយចាញខ្លែងចាញយើងហ្នឹងមកបុកវាទៅហើយយើងលាបទៅលើជើងយើងបាទឲ្យស៊ីជើងឬមួយកាត់រមាស់កាត់អីហ្នឹងអាហ្នឹងវាត្រូវទាំងអស់ហ្នឹងបងប្អូនទឹកស៊ីជើងក៏វារមាស់ហើយយើងកាត់រមាស់ក៏ដាក់ហ្នឹងទៅត្រូវដូចគ្នាវាអត់ពិបាកទេបងប្អូនហ្នឹងដូចខ្ញុំប្រាប់អញ្ចឹងបងប្អូនមើលតាមហ្នឹងទៅបាទដើមវាអញ្ចឹងណាឥឡូវខ្ញុំមកថតឲ្យពិតមើលហើយមើលអាហ្នឹងបងប្អូនមិនដឹងថាផ្កាវាណាផ្លែវាបងប្អូនបាទផ្លែវាបងប្អូនមើលទៅហ្នឹងហើយហើយឈ្មោះបែបបងប្អូនខ្លះមិនស្គាល់អានេះគេហៅផ្លែឆ្ពឺព្រៃបាទឆ្ពឺព្រៃបងប្អូនមើលហើយណាឲ្យស្គាល់ឆ្ពឺព្រៃក្របវាខាងក្នុងគឺពណ៌នេះបងប្អូនមើលចាំមើលខ្ញុំបេះឲ្យមើលមួយហ្នឹងវាអញ្ចឹងបងប្អូនដូចស្ដែកយើងអញ្ចឹងនេះក្របវាអញ្ចឹងបងប្អូនឃើញទេឃើញក្របវាបងប្អូនឲ្យខ្មៅអញ្ចឹងអានឹងហៅឆ្ពឺព្រៃបងប្អូនហ្នឹងហើយបេះយកទៅបុកលាបជើងលាបកើតរមាស់ពឺថ្មិញហ្នឹងហើយកើតបុកកើតអីហ្នឹងយើងបុកវាទៅបាទបើបុកមិនបាច់ដាក់មួយអីច្រើនបងប្អូនបុកឲ្យទៅទេក៏បានដែរតែវាបឺតបាទវាស្អិតហើយវាជ័រវាថ្លាបងប្អូនតែវាស្អិតយើងបុកលាបអីហ្នឹងបាទដាក់ទៅយើងពឺតពេលយប់ព្រលប់អីហ្នឹងដាក់ទៅត្រជាក់ដូចទឹកកកអញ្ចឹងបងប្អូនហ្នឹងហើយមើលតាមហ្នឹងដែលខ្ញុំបង្ហាញប្រាប់ហ្នឹងវានិយាយចំទៅវាដុះនៅពេញដីហ្នឹងបងប្អូនតែមានមកខ្លះបងប្អូនខ្លះក៏អត់ដឹងចេះតែដើរកន្លងដើរផុតវាអញ្ចឹងទៅយើងអត់ដឹងថាហ្នឹងថ្នាំអីមកវាព្យាបាលខាងអីរូបអីយើងអត់ដឹងអញ្ចឹងយើងចេះតែដើរកន្លងបើមិនដឹងអញ្ចឹងអាហ្នឹងគេហៅស្ពឺបងប្អូនបាទស្ពឺព្រៃមិនមែនស្ពឺយើងហូបផ្លែនេះស្ពឺព្រៃបាទបងប្អូនមើលដើមវាមើលច្បាស់ណាវាដុះអញ្ចឹងបាទឃើញទេបងប្អូនមើលតាមខ្ញុំដាក់កាមេរ៉ាប្រាប់ហ្នឹងទៅវាដើមអញ្ចឹងបាទបងប្អូននេះទៅយកទៅបុកដាំយើងហូបក៏បានដែរទឹកវាត្រជាក់ទៅបងប្អូនត្រជាក់បាទហាលវាស្ងួតក៏បានស្រស់ក៏បានស្រេចទៅចិត្តយើងឯងគឺបងប្អូនចង់យកល្អបងប្អូនបុកស្រស់បើលាបលើបោសបើលាបលមាស់បាទយើងកើតលមាស់ទឹកស៊ីជើងខែហ្នឹងលមាស់អីចឹងបងប្អូនបុកវាទៅលាបទៅវាបាត់ហើយហ្នឹងហើយបងប្អូនមើលចំណាំដើមវាច្បាស់ទៅដើមវាអញ្ចឹងអាហ្នឹងគេហៅស្ពឺព្រៃស្ពឺដីមិនដឹងស្ពឺព្រៃមិនដឹងទេបងប្អូនបាទចូលមើលតាមខ្ញុំប្រាប់អញ្ចឹងទៅមើលតាមហ្នឹងណាបងប្អូនឃើញទេរូបរាងវាអញ្ចឹងហ្នឹងហើយបងប្អូនចំណាំវាទុកឲ្យច្បាស់ទៅដើមវាអញ្ចឹងណាបងប្អូនតែប្រកែច្រឡំខ្លះអត់ដឹងទេណានៅតាមផ្ទះសបោយកបាទហើយខ្ញុំចេះនិយាយទៅព្យាបាលវាជំងឺច្រើនមុខដែរគាត់ថាខ្ញុំនិយាយថាត្រឹមថាយើងកើតលមាស់កើតបោសពឺថ្មិញទឹកស៊ីជើងតែប៉ុណ្្នឹងចុះបងប្អូនកុំដាក់វាច្រើនពេកបាទព្រោះយើង
បាច់និយាយច្រើនទេយើងនិយាយតែប្រហែលមុខបើគេយកទៅដាក់ជាទៅអាហ្នឹងវានេះហ่ะបងប្អូនបាទវាមុខក៏បានប្រសិទ្ធភាពដែរហើយចង់ដឹងចង់ជាចាំ comment សួរខាងក្រោមទៀតអាហ្នឹងខ្ញុំប្រាប់ទៀតបងប្អូនបាទវាអត់ពិបាកទេរឿងថ្នាំមកឲ្យតែបងប្អូនពិតប្រកបហ្នឹងហើយបងប្អូនខ្លះ comment មកសួររឿងថ្នាំធ្វើឲ្យបាត់ស្កូវហ្នឹងដូចខ្ញុំនិយាយចឹងនេះបងខែនេះបងប្អូនអត់ពិបាកនេះកាទៀងខែតជាមួយស្លឹកកបាទបុកវាចូលគ្នាហើយយកទឹកវាហើយជូតលើសក់យើងបាទហើយនៅមួយទៀតបាទតកួនដីដែលនោះខ្ញុំបានធ្វើវីដេអូ live បងប្អូនខ្ញុំធ្វើហើយខ្ញុំដាក់ឲ្យបងប្អូនមើលនៅក្នុងនោះបងប្អូនចូលមើលនៅក្នុងវីដេអូការ live របស់ខ្ញុំទៅបាត់ស្កូវមួយជីវិតណាបងប្អូនខ្ញុំលាបតែហ្នឹងទេបងប្អូនបាទហើយខ្ញុំចំណាស់ហ្នឹងមើលខ្ញុំអាយុ40ជាងថាបងប្អូនជឿមើលលើក្បាលខ្ញុំបាទអត់មានស្កូវទេមើលបងប្អូនកន្លែងណាក៏អត់ដែរឃើញអត់បាទខ្ញុំអាយុ40ជាងហើយបងប្អូនមើលលើក្បាលខ្ញុំហ្នឹងទៅខ្ញុំបុកតែអញ្ចឹងលាបទេព្រោះវាមិនមែនមកផ្លែតភ្លាមទេណាបងប្អូនអន់ណាក៏ត្រឹម 2-3 ខែដែរបាទវាបាត់ណាតើយើងព្យាយាមបើបងប្អូនអត់ព្យាយាមទេអាហ្នឹងអត់ងាយបាត់ស្កូវដែរទេណាបាទស្លឹកកជាមួយស្លឹកកាទៀងខែតបុកបញ្ចូលគ្នាហើយយកមកលាបមកបាទលាបទៅយកកសែងយើងហ្នឹងរុំវាណាបងប្អូនរុំវាឲ្យចិត្តក្បាលយើងណារុំឲ្យចិត្តយើងទៅហើយយើងទុកវាចោលប្រហែលមួយសន្ទុះអីអញ្ចឹងទៅសុំយើងទៅកក់សាប៊ូកក់អីទៅនឹងកាទៀងខែតបងប្អូនឃើញទេបាទវាអត់ខ្វះនេះបងប្អូននេះស្លឹកកាទៀងខែតនេះបាទឃើញទេតាមហ្នឹងស្លឹកកាទៀងខែតហ្នឹងហើយខ្ញុំធ្វើបានផលិតផលល្អបងប្អូននិយាយចំទៅគឺវាមានរូបមន្តកាទៀងខែតហ្នឹងបងប្អូនអត់ជឿបងប្អូនបុកវាម៉ត់ហើយយកទៅដាក់លើកណាត់យើងបោកអត់ស្រះណាបងប្អូនសាប៊ូតិចថាយកទៅបោកច្រះបាទបោកសាប៊ូបោកអីអត់ច្រះទេមួយលកនឹងចូលគ្នានឹងវាដូចជាថ្នាំមួយលាបសក់ដែលគេលក់នៅតាមផ្សារមួយដប1000ហ្នឹង1500អីហ្នឹងបងប្អូនអាហ្នឹងដូចគ្នាដាក់ទៅស្អិតមកដូចអាមកឃ្លឿហ្នឹងអញ្ចឹងបាទអាមកឃ្លឿហ្នឹងអញ្ចឹងដែរបុកវាម៉ត់ហើយយកមកជាលក់អាវសអាវរៀងអីមើលទៅយើងយកទៅអ៊ុតឲ្យលូងអត់ងាយអាលាតអត់ងាយហើអត់ងាយអីណាបងប្អូននឹងលកាទៀងខែតអាហ្នឹងព្យាបាលជំងឺបាត់ស្កូវស្លឹកកជាមួយកាទៀងខែតបុកវាម៉ត់ដាក់ក្នុងទឹកហើយយកមកជូតលើក្បាលយើងមួយថ្ងៃធ្វើ2 ដងបាទល្ងាចម្ដងព្រឹកម្ដងធ្វើទៅព្រឹកដូចថាម៉ោង10អីអញ្ចឹងបងប្អូនចេញមកប្រហត់ធ្វើការអីចឹងទេយើងផ្អាប់វាចោលប្រហែលជា4ដល់20នាទីទៅបន្ទាប់មកបងប្អូនសុំនេះសុំមួយទឹកបាទផ្អាប់លើក្បាលយើងណាហ្នឹងហើយជាលើកចុងក្រោយកុំភ្លេចជួយចុចលើសញ្ញារូបកណ្ដឹងបងប្អូនដែលអត់បានចូលជាវខ្ញុំបាទ90នាក់បាទ90%ជាងគឺអត់បានចូលជាវអញ្ចឹងបងប្អូនសូមជួយលើកទឹកចិត្តខ្ញុំផងណាខ្ញុំនឹងបង្ហាញថ្នាំល្អប្រាប់ទៅបងប្អូនបាទដើម្បីបានវីដេអូថ្មីធ្វើទៅបងប្អូនតាមខ្ញុំប្រាប់អត់ខុសទេឲ្យតែបងប្អូនព្យាយាមណាបាទអរគុណច្រើន